អ្នកបើកបរយន្តហោះម្នាក់បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីយន្តហោះចម្បាំងប្រភេទ Tejas របស់កងទ័ពអាកាសឥណ្ឌាបានធ្លាក់ក្នុងពេលកំពុងធ្វើការសម្ដែងនៅឯពិព័រណ៍អាកាសចរណ៍ Dubai Air Show នៅថ្ងៃសុក្រនេះបើតាមការបញ្ជាក់របស់មន្ត្រីផ្លូវការយោងតាមទីភ្នាក់ងារសារព័ត៌មាន AP យន្តហោះចម្បាំងដែលផលិតដោយក្រុមហ៊ុន Hindustan Aeronautics Ltd នេះបានជួបគ្រោះថ្នាក់នៅវេលាម៉ោងប្រហែល 14:10 នាទីម៉ោងក្នុងតំបន់ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ Dubai និងក្រសួងការពារជាតិអេមីរ៉េតអារ៉ាប់រួមបានបញ្ជាក់ថាក្រុមបណ្ឌុតអគ្គិភីនិងសង្គ្រោះបន្ទាន់បានឆ្លើយតបយ៉ាងឆាប់រហ័សចំពោះហេតុការណ៍នេះនិងកំពុងគ្រប់គ្រងស្ថានភាពនៅកន្លែងកើតហេតុកងទ័ពអាកាសឥណ្ឌាបានចេញសេចក្តីថ្លែងការណ៍ថាយើងសោកស្ដាយយ៉ាងក្រៀមក្រំចំពោះការបាត់បង់ជីវិតនិងឈរយ៉ាងរឹងមាំជាមួយក្រុមគ្រួសារដែលកំពុងកាន់ទុក្ខក្នុងគ្រាដ៏សោកសៅនេះគណៈកម្មការស៊ើបអង្កេតមួយកំពុងត្រូវបានបង្កើតឡើងដើម្បីស្វែងរកមូលហេតុនៃគ្រោះថ្នាក់នេះគូបញ្ជាក់ថាហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ Dubai Air Show ឆ្នាំ 2025 ដែលបានចាប់ផ្ដើមតាំងពីថ្ងៃច័ន្ទព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកចូលរួមជាង 180,000 នាក់និងក្រុមហ៊ុនដាក់តាំងបង្ហាញចំនួន 1,500 ក្រុមហ៊ុន